លោកត្រាំគម្រាមដាក់ពន្ធ 50% លើប្រទេសនាំចូលអាវុធទៅអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃពុធបានបន្តប្រើប្រាស់គោលនយោបាយយុទ្ធសាស្ត្រដ៏ពេញនិយមរបស់គាត់នោះគឺការគម្រាមដាក់ពន្ធដល់ទៅ 50% ភ្លាមៗដោយគ្មានករណីលើកលែងឡើយទៅលើប្រទេសទាំងឡាយណាដែលក៏ក្លឿនហ៊ានលួចលាក់ផ្គត់ផ្គង់គ្រឿងសព្វាវុធយោធាទៅឲ្យប្រទេសអ៊ីរ៉ង់បើតាម Street Time ការព្រមានដាក់ពន្ធថ្មីនេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយអាមេរិកនិងអ៊ីរ៉ង់បានព្រមព្រៀងលើបទចុះបាញ់រយៈពេល2សប្តាហ៍ដើម្បីបន្ធូរបន្ថយភ្លើងសង្គ្រាមដែលបានឆាបឆេះនៅទូទាំងតំបន់មជ្ឈិមបូព៌ាជាង1ខែកន្លងមកនេះកិច្ចព្រមព្រៀងបទចុះបាញ់នេះធ្វើឡើងតាមក្របខ័ណ្ឌដែលអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសឡើងវិញដើម្បីសម្រួលដល់ការចរាចរណ៍ដឹកជញ្ជូនថាមពលសកលទន្ទឹមគ្នាក្រុមប្រឹក្សាសន្តិសុខជាតិកម្ពុជាអ៊ីរ៉ង់ក៏បានបង្ហាញចន្ទៈក្នុងការទទួលយកបទចុះបាញ់នេះដែរហើយក្រុងនឹងចូលរួមក្នុងកិច្ចចរចាជាមួយអាមេរិកនៅប៉ាគីស្ថាននាថ្ងៃទី10ខែមេសាបើតាមអាចារ្យសារ៉ាលោកប្រធានាធិបតីត្រាំបានបង្ហោះសារគម្រាមធ្ងន់ៗលើបណ្ដាញសង្គមទ្រុសសល់ថាប្រទេសណាក៏ដោយដែលហ៊ានគ្រប់គ្រងអាវុធយោធាដល់អ៊ីរ៉ង់នឹងត្រូវជាប់ពន្ធ 50% ភ្លាមលើទំនិញទាំងអស់ដែលលក់ទៅឲ្យអាមេរិកហើយរឿងនេះនឹងគ្មានករណីលើកលែងឡើយធ្វើជាបទតែមេដឹកនាំអាមេរិករូបនេះមិនបានចង្អុលចំលើប្រទេសផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ក៏ដោយប៉ុន្តែគេដឹងថាទីក្រុងតេហ៍រ៉ង់មានសម្ព័ន្ធមិត្តធំៗចំនួន2ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួននោះគឺប្រទេសរុស្ស៊ីនិងចិនប្រទេសទាំងពីរបានលួចលាក់ជួយអ៊ីរ៉ង់ពង្រឹងសមត្ថភាពយោធាដើម្បីទប់ទល់ទៅនឹងសម្ពាធរបស់អាមេរិករួមទាំងអ៊ីស្រាអែលតាមរយៈការផ្គត់ផ្គង់មីស៊ីលប្រព័ន្ធការពារដែនអាកាសនិងបច្ចេកវិទ្យាប្រើប្រាស់ពីរយ៉ាងទាំងស៊ីវិលនិងយោធាប៉ុន្តែការគាំទ្រទាំងនោះត្រូវបានកាត់បន្ថយយ៉ាងច្រើនអំឡុងពេលជាង5សប្តាហ៍នៃការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលប្រឆាំងទៅនឹងអ៊ីរ៉ង់យ៉ាងណាទាំងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានបដិសេធការផ្គត់ផ្គង់អាវុធណាមួយពេលថ្មីៗនេះទៅឲ្យទីក្រុងតេហ៍រ៉ង់